តុប្រជុំជាមួយថ្នាក់ដឹកនាំមិនមែនគ្រាន់តែជាកន្លែងមកអង្គុយស្ដាប់ការងារធម្មតានោះទេតែវាជាឆាកល្ខោនយុទ្ធសាស្ត្រដែលមេកំពុងសង្កេតមើលសមត្ថភាពចាស់ទុំនិងអត្តចរិតរបស់អ្នកមនុស្សខ្លះធ្វើការងារពូកែសឹងស្លាប់តែមុខធ្លាក់កោតត្រឹមទម្លាប់ខុសឆ្គងពី3នៅលើតុប្រជុំធ្វើឲ្យមេលែងសូវទុកចិត្តទៅវិញដើម្បីធានាថាការប្រជុំលើកក្រោយរបស់អ្នកទទួលបានពិន្ទុពេញ10/10ពីមេមកពិនិត្យមើលអ្វីដែលមិនគួរធ្វើជាមួយខ្ញុំដូចខាងក្រោមនេះទី1មកដល់យឺតជាងមេឬមកដល់ប្រកិតមកពេកការដាក់ចូលបន្ទប់ប្រជុំក្រោយមេបង្ហាញពីការមិនគោរពពេលវេលានិងខ្វះការទទួលខុសត្រូវចំណុចទី2ចូលប្រជុំដោយដៃទទេគ្មានការត្រៀមខ្លួនដើរចូលតុប្រជុំដោយគ្មានសិភើកត់ត្រាគ្មានបេកឬមិនបានបើកមើលរបាយការណ៍ទុកមុនពេលមេស៊ូដេញដោនអង្គុយធ្វើមុខស្ទាក់ស្ទើរឬអង្គុយថាចាំខ្ញុំមើលឡើងវិញសិនចំណុចទី3លើកតែបញ្ហាតែគ្មានដំណោះស្រាយដើរចូលទៅរអ៊ូរទាំប្រាប់មេពីភាពស្មុគស្មាញនិងបញ្ហានៅក្នុងគម្រោងតែគ្មានជំរើសដំណោះស្រាយណាមួយទៅជម្រាបជូនគាត់ឡើយមេស្អប់ការរែកសម្រាមមកទម្លាក់លើតុគាត់ណាស់ចំណុចទី4អង្គុយលេងទូរស័ព្ទឬឆ្លើយឆាតមិនឈប់ទោះបីជាការងាររវល់យ៉ាងណាក៏ដោយការចុចទូរស័ព្ទឬលួចឆ្លើយឆាតក្រោមតុធ្វើឲ្យមេមានអារម្មណ៍ថាអ្នកមិនផ្ដោតនិងមិនផ្ដោតតម្លៃឲ្យគាត់ចំពោះចំណុចទី5និយាយកាត់សម្ដីឬព្យាយាមការពារកំហុសពេលមេរិះគន់ឬណែនាំការងារហក់ទៅប្រកែកភ្លាមដោយប្រើអារម្មណ៍ឬទម្លាក់កំហុសឲ្យអ្នកដទៃដើម្បីសារយករួចខ្លួនខ្ញុំសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ